តោះមកស្ដាប់វិជ្ជាបណ្ឌិត Red Hair Loss Treatment Biotin ស្មងមកឲ្យមួយលើកដប់ដែលស្អី Biotin អត់អាចជួយព្យាបាលជំងឺឈឺសក់បានទេបើគ្រាន់តែចង់ប្អូនសក់បានតែបើយកមកព្យាបាលជំងឺឈឺសក់អត់ដែរ Rosemary Spray Rosemary Spray ក៏អាចជួយធ្វើឲ្យដុសសក់បានដែរអញ្ចឹងបងរ៉េតមួយលើកដប់ Minoxidil Minoxidil yes បើយើងចេះប្រើមានក្បួនខ្នាតប្រើត្រឹមត្រូវដុសបងរ៉េតឲ្យ7លើកដប់ Onion Extract Onion Extract អត់អាចយកមកប្រើដុសសក់បានទេជាពិសេសអ្នកដែលកំពុងមានស្រឹកក្បាល Onion Extract បងរ៉េតឲ្យ0លើកដប់ Microneedling បើសិនជាប្រើ Dermal Roller អូដោយដៃអត់អាចប្រើបានទេប៉ុន្តែបើយើងយកមកធ្វើជា POP អាចជួយដុសសក់បានបងរ៉េតឲ្យ8លើកដប់ Finasteride Combined Minoxidil Finasteride បើយើងប្រើតែឯងអត់សូវមានប្រសិទ្ធភាពទេហើយវាមានផលវិបាកច្រើនមែនទែនប៉ុន្តែបើយើងយកមកមិចបញ្ចូលគ្នាជាមួយនឹង Minoxidil មានក្បួនខ្នាតចេញឲ្យប្រើត្រឹមត្រូវគឺជួយឲ្យដុសសក់បានល្អអញ្ចឹងបងរ៉េតឲ្យ9លើកដប់